សូមជម្រាបសួរនិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast ជីវិតនិងការសិក្សាជាថ្មីម្ដងទៀតនៅក្នុង podcast នេះយើងនឹងនិយាយអំពីជីវិតនិងភាពជោគជ័យដើម្បីជាជំនួយមួយផ្នែកដល់បងប្អូនក្នុងការជួយខ្លួនឯងឲ្យកាន់តែមានទំនុកចិត្តក្តីសង្ឃឹមនិងភាពរីកចម្រើនក្នុងជីវិតជាងមុនថ្ងៃនេះជាអេពីសូតទី3ដែលមានចំណងជើងថារបៀបឆ្លើយតបក្រោយជួបការបរាជ័យនិងការខកចិត្តតើអ្នកទាំងអស់គ្នាធ្លាប់បរាជ័យហើយមានអារម្មណ៍ថាចង់បោះបង់ដែរឬទេអារម្មណ៍នេះជាអារម្មណ៍ធម្មតាដែលមនុស្សគ្រប់គ្នាតែងតែមានប៉ុន្តែអ្វីដែលសំខាន់ជាងការបរាជ័យនោះគឺរបៀបដែលយើងត្រូវឆ្លើយតបចំពោះការបរាជ័យមួយនោះការឆ្លើយតបដ៏ត្រឹមត្រូវមួយជាផ្នែកសំខាន់នៃការរីកចម្រើននិងជាគន្លឹះដ៏សំខាន់ជួយអ្នកឲ្យមានលំនឹងគ្រប់គ្រាន់ក្នុងការប្រឈមជាមួយនឹងបញ្ហានានាវាបង្ហាញពីភាពរឹងមាំនិងទិសដៅនៃជីវិតនៅទីនេះខ្ញុំចង់និយាយអំពីរឿងរបស់សិស្សម្នាក់ឈ្មោះសានដែលជាសិស្សពិការម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំងសានមានបញ្ហាការស្ដាប់និងការនិយាយក្រោយប្រឡងបាក់ឌុបគាត់បានបដិសេធពីការចូលរៀននៅសាកលវិទ្យាល័យមួយចំនួនដោយសារការមិនអាចឆ្លើយតបសំណួរបែបសម្ភាសន៍បានល្អគាត់មានអារម្មណ៍ថាខ្លួនមិនសមនឹងជីវិតសិក្សានោះទេប៉ុន្តែគាត់មិនបានបោះបង់នោះឡើយគាត់បានសម្រេចចិត្តសិក្សាផ្ទាល់ខ្លួនតាមវគ្គអនឡាញនិងស្នើសុំជំនួយពីអ្នកបង្រៀនក្នុងសហគមន៍បច្ចុប្បន្នសានកំពុងបង្រៀនកុមារដែលមានបញ្ហាស្រដៀងគ្នាតាមរយៈកម្មវិធីសិក្សាអេឡិចត្រូនិកគាត់បាននិយាយថាការបដិសេធមិនមែនជាការបញ្ចប់នោះទេវាជាអ្វីដែលជំរុញខ្ញុំឲ្យបន្តស្វែងរកវិធីដោះស្រាយផ្សេងៗគ្នានេះជាឧទាហរណ៍ដ៏អស្ចារ្យមួយដែលបង្ហាញថាការឆ្លើយតបក្រោយការបរាជ័យអាចកំណត់ទិសដៅជីវិតរបស់យើងបានសារជាថ្មីមិនមែនអ្វីដែលកើតឡើងជាមួយយើងទេតែកំណត់ពីអនាគតតែវាជារបៀបដែលយើងត្រូវឆ្លើយតបនឹងបញ្ហាទាំងនោះទៅវិញទេខ្ញុំសូមលើកឡើងជាឧទាហរណ៍មួយទៀតនោះគឺយើងនឹងនិយាយអំពីលោកស្រី J.K. Rowling ដែលគាត់ជាអ្នកនិពន្ធសៀវភៅ Harry Potter មុនពេលសៀវភៅរបស់គាត់ត្រូវបានបោះពុម្ពគាត់បានទទួលការបដិសេធពីសារព័ត៌មាននិងរោងពុម្ពជាច្រើនគាត់ជាម្ដាយកំព្រាមានបញ្ហាផ្លូវចិត្តនិងគ្មានប្រាក់ប៉ុន្តែគាត់មិនបានបោះបង់នោះទេគាត់បន្តសរសេរនិងស្នើសុំឱកាសជាបន្តបន្ទាប់រហូតមកដល់ពេលនេះសៀវភៅ Harry Potter បានក្លាយជាសៀវភៅលក់ដាច់បំផុតក្នុងពិភពលោកនិងបង្កើនភាពជោគជ័យដ៏អស្ចារ្យគាត់បាននិយាយថាវាមិនអាចទៅរួចទេក្នុងការរស់នៅដោយមិនមានការបរាជ័យលើអ្វីមួយនោះទោះត្រាតែអ្នកមានជីវិតរស់នៅលើផែនដីនេះតាមរយៈឧទាហរណ៍នេះតើអ្នកបានរៀនអ្វីខ្លះពីរឿងទាំងនេះមានកត្តាមួយចំនួនដែលបងប្អូនប្រិយមិត្តអ្នកស្ដាប់អាចរៀនសូត្របាននោះគឺទី1ការបរាជ័យមិនកំណត់ពីអនាគតរបស់អ្នកនោះទេទី2ការឆ្លើយតបទើបជាអ្វីដែលកំណត់ពីវាសនារបស់អ្នកនិងទី3ការបដិសេធអាចជាផ្លូវទៅរកឱកាសថ្មីមួយទៀតបងប្អូនប្រិយមិត្តនិងអ្នកស្ដាប់ជាទីគោរពខ្ញុំចង់ឲ្យបងប្អូនចាំពាក្យមួយឃ្លានេះថាការបរាជ័យមិនកំណត់ពីអនាគតរបស់អ្នកទេការឆ្លើយតបដ៏ត្រឹមត្រូវនិងប្រកបដោយភាពវៃឆ្លាតទើបជាការកំណត់វាសនារបស់អ្នកពិតប្រាកដថ្ងៃនេះខ្ញុំមានសំណួរខ្លះសម្រាប់អ្នកទាំងអស់គ្នាក្នុងការពិចារណាតើអ្នកធ្លាប់ជួបរឿងបរាជ័យក្នុងជីវិតដែរឬទេតើបងប្អូនគិតថានឹងត្រូវបោះបង់ឬគេចវេះចូលចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោមឬចែករំលែកជាមួយមិត្តភ័ក្តិរបស់អ្នកអាចជួយមនុស្សម្នាក់ឲ្យមានកម្លាំងចិត្តកាន់តែប្រសើរជាងមុនតាមរយៈការចែករំលែកដ៏តូចមួយក្នុងថ្ងៃនេះឈានដល់ទីបញ្ចប់ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់ podcast ជីវិតនិងការសិក្សា
ហើយក៏សូមជូនពរអ្នកទាំងអស់គ្នាឲ្យកាន់តែរីកចម្រើននិងជោគជ័យចូលចងចាំថាជីវិតមិនមែនជាផ្លូវមួយដែលត្រង់រហូតនោះទេវាជាផ្លូវដែលពោរពេញទៅដោយការបរាជ័យការបដិសេធការខកចិត្តនិងការឆ្លើយតបជាមួយនឹងបញ្ហាឬវិបត្តិទាំងនោះប្រកបដោយភាពឆ្លាតវៃជួបគ្នាថ្ងៃក្រោយក្នុងអេពីសូតទី4សូមឲ្យអ្នកមានកម្លាំងចិត្តនិងជំនឿលើខ្លួនឯងជានិច្ចសូមអរគុណ